សូមស្វាគមន៍មកកាន់ Channel ពុទ្ធិនិងបញ្ញាគិតល្អធ្វើល្អផលល្អអភិធម្មថាធិបាយបរមត្ថកថាភាគបន្តសំណួរទី71ធម្មវិទីបានស្ដាប់ហើយពោលថាមនាលអដ្ឋវិទីលោកបានវិសាចនាមកអំពីមហាភូតរូបទាំង4និងឧបាទយរូបទាំង24ក្នុងប្រស្នាទាំង2រាប់ចំនួនរូប28ព្រមទាំងសេចក្តីប្រែអធិប្បាយខ្លះក៏ឃើញថាល្មមស្ដាប់បានដែរហើយតែយើងសួរលោកតទៅទៀតចុះរូបទាំង28នោះតើព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់សម្ដែងឲ្យឈ្មោះផ្សេងគ្នាជាគូថាអឡារឹករូបជាគូនឹងសុខមរូបខ្លះថានិភនៈរូបជាគូនឹងអនិភនៈរូបខ្លះថាអឆតិកៈរូបជាគូនឹងពហិធារូបខ្លះថាឥន្ទ្រិយរូបជាគូនឹងអនិន្ទ្រីរូបខ្លះថាកម្មមច្ចរូបជាគូនឹងអកម្មមច្ចរូបខ្លះតើព្រះអង្គដកយករូបទាំង28មកផ្លាស់ប្ដូរកំណត់ឲ្យឈ្មោះផ្សេងគ្នាដូចម្ដេចខ្លះសេចក្តីពន្យល់យ៉ាងណាខ្លះចូលលោកវិសាចនាឲ្យសពគ្រប់មកយើងនឹងបានស្ដាប់ចូលចិត្តផងមើលអដ្ឋវិទីវិសាចនាតបថាបពុទ្ធធម្មវិទីឯរូបទាំង28នោះគឺព្រះអរហង្គសម្មាសម្ពុទ្ធទ្រង់សម្ដែងចំណែកចែកឲ្យឈ្មោះផ្សេងគ្នាដូច្នេះព្រះអង្គយករូបទាំង12គឺបថវៃធាតុរូប1តេជោធាតុរូប1វាយោធាតុរូប1ចក្ខុបសាទរូប1សោតបសាទរូប1ខេនបសាទរូប1ជីវហាបសាទរូប1កាយបសាទរូប1រូបរូប1សត្តរូប1គុណធរូប1រសរូប1រូបទាំង12នេះឈ្មោះថាអោឡារឹករូបជារូបដ៏ធំក្រាស់គ្រុតគ្រៀតហើយព្រះអង្គយករូបទាំង16គឺអបោធាតុ1អថៃភាវរូប1បំមៈភាវរូប1ហតយរូប1ជីវិតរូប1អាហាររូប1អាកាសរូប1កាយវិញ្ញាតរូប1វិជ័យវិញ្ញាតរូប1លហុតារូប1មុទុតារូប1កម្មញ្ញតារូប1ឧបចច្ចរូប1សន្តតិរូប1ចរតារូប1អនិច្ចតារូប1រូបទាំង16នេះឲ្យឈ្មោះថាសខមរូបជារូបដ៏ល្អម៉ត់ផូផង់យករូបទាំង18គឺបថវៃធរូប1អបោធាតុរូប1តេជោធាតុរូប1វេយោធាតុរូប1ចក្ខុបសាទរូប1សោតបសាទរូប1ខេនបសាទរូប1ជីវហាបសាទរូប1កាយបសាទរូប1រូបរូប1សត្តរូប1កន្ធរូប1រសរូប1អថៃភាវរូប1បំមៈភាវរូប1ហតយរូប1ជីវិតរូប1អាហាររូប1រូបទាំង18នេះឲ្យឈ្មោះថានិព្វានរូបជារូបកើតឡើងសម្រាប់ស្រេចដោយពិតហើយយករូបទាំង10គឺអាកាសរូប1កាយវិញ្ញាតរូប1វិជ័យវិញ្ញាតរូប1លហុតារូប1មុទុតារូប1កម្មញ្ញតារូប1ឧបចច្ចរូប1សន្តតិរូប1ចរតារូប1អនិច្ចតារូប1រូបទាំង10នេះឲ្យឈ្មោះថាអនិព្វានរូបជារូបកើតឡើងពុំបានសម្រេចស្រេចឡើយគឺថាកើតឡើងតាមចិត្តសមុដ្ឋានជាដើមដោយពិតយករូបទាំង5គឺចក្ខុបសាទរូប1សោតបសាទរូប1ខេនបសាទរូប1ជីវហាបសាទរូប1កាយបសាទរូប1រូបទាំង5នេះឲ្យឈ្មោះថាអច្ឆចករូបជារូបកើតឡើងសម្រាប់ប្រព្រឹត្តទៅខាងក្នុងដោយពិតហើយយករូបទាំង23គឺបថវៃទរូប1អបោធាតុរូប1តេជោធាតុរូប1វេជោធាតុរូប1រូបរូប1សត្តរូប1កន្ធរូប1រសរូប1អថៃភវរូប1បំមៈភវរូប1ហ
ហត្ថយរូបមួយជីវិតរូបមួយអាហាររូបមួយអាកាសរូបមួយកាយវិញ្ញាតរូបមួយវិច័យវិញ្ញាតរូបមួយលហុតារូបមួយមុទុតារូបមួយកម្មញ្ញតារូបមួយឧបយយរូបមួយសន្តតិរូបមួយចរតារូបមួយអនិច្ចតារូបមួយរូបទាំង23នេះឲ្យឈ្មោះថាពហិធារូបជារូបកើតឡើងជាខាងក្រៅនៃប្រសាទរូបទាំង5ដោយពិតយករូបទាំង8គឺចក្ខិន្ទ្រីរូបមួយសោតន្ទ្រីរូបមួយឃានិន្ទ្រីរូបមួយជីវហិន្ទ្រីរូបមួយកាយន្ទ្រីរូបមួយអដ្ឋិន្ទ្រីរូបមួយបរិសិន្ទ្រីរូបមួយជីវតន្ទ្រីរូបមួយរូបទាំង8នេះឲ្យឈ្មោះថាឥន្ទ្រីរូបជារូបធ្វើនៅភាវៈនៃខ្លួនជាធំតាមទីកន្លែងរបស់ខ្លួនដោយពិតហើយយករូបទាំង20គឺបដ្ឋវ័យធាតុរូបមួយអបោធាតុរូបមួយដេជោធាតុរូបមួយវាយោធាតុរូបមួយរូបរូបមួយសត្យរូបមួយកន្ធរូបមួយរសរូបមួយហត្ថជរូបមួយអាហាររូបមួយបរិច្ឆេទរូបមួយឬថាអាកាសរូបមួយកាយវិញ្ញាតរូបមួយវជ័យវិញ្ញាតរូបមួយលហុតារូបមួយមុទុតារូបមួយកម្មញ្ញតារូបមួយឧបចយរូបមួយសន្តតិរូបមួយចរតារូបមួយអនិច្ចតារូបមួយរូបទាំង20នេះឲ្យឈ្មោះថាអនិន្ទ្រីរូបជារូបពុំបានធ្វើនៅភាវៈនៃខ្លួនជាធំឡើយយករូបទាំង18គឺហត្ថយរូបមួយអដ្ឋិភាវៈរូបមួយពមភាវៈរូបមួយជីវិតរូបមួយចក្ខុប្រសាទរូបមួយសោតប្រសាទរូបមួយឃានប្រសាទរូបមួយជីវហាប្រសាទរូបមួយកាយប្រសាទរូបមួយគន្ធរូបមួយរសរូបមួយបឋវ័យធាតុរូបមួយអបោធាតុរូបមួយដេជោធាតុរូបមួយវិយោធាតុរូបមួយអាកាសធាតុរូបមួយជា16ថែមវណ្ណរូបជារូបមានពណ៌ផ្សេងគ្នាមានពណ៌សនិងខ្មៅជាដើមមួយឲ្យជារូបមួយជារូបរសជាតិអាហារដែលជ្រួតជ្រាបផ្សាយសពទៅក្នុងរាងកាយមួយរូបទាំងពីរនេះជារូបមានឈ្មោះជាខាងក្រៅរួមបញ្ចូលមកនឹងរូបទាំង16ដែលបានអធិប្បាយរួចមកហើយត្រូវជា18ឈ្មោះថាកម្មច្ចរូបជារូបកើតមកអំពីកុសលកម្មនិងអកុសលកម្មតតែងឲ្យកើតឡើងដោយពិតម្យ៉ាងទៀតរូបទាំង18នេះលោកឲ្យឈ្មោះថាឧបាទនករូបជារូបមានជីវិតនិងវិញ្ញាណដែលកើតឡើងជាមួយគ្នាអាស្រ័យនៅឧបត្ថម្ភទំនុកបំរុងរក្សាជាប់ជានិច្ចបើជីវិតនិងវិញ្ញាណទាំងនេះវិញ្ញាឃ្លាតចេញចាករូបទាំង18នេះជាស្រឡះក្នុងពេលណាហើយរូបទាំង18នោះនឹងត្រឡប់ទៅជាអនុបាទនករូបជារូបវិញ្ញារលាយសូន្យទៅជាដីទឹកភ្លើងខ្យល់អស់ទៅវិញដោយពិតហើយយករូបទាំង12គឺរូបរូបមួយសត្យរូបមួយអាហាររូបមួយអាកាសរូបមួយកាយវិញ្ញាតរូបមួយវិច័យវិញ្ញាតរូបមួយលហុតារូបមួយមុទុតារូបមួយកម្មញ្ញតារូបមួយសន្តតិរូបមួយចរតារូបមួយអនិច្ចតារូបមួយរូបទាំង12នេះអកុសលកម្មតតែងឲ្យកើតឡើងលោកឲ្យឈ្មោះថាអនុបាទនករូបជារូបអត់មានជីវិតនិងវិញ្ញាណអ្វីកើតឡើងជាមួយអាស្រ័យនៅជួយឧបត្ថម្ភទំនុកបំរុងថែរក្សាឡើយវិសាចនាមកអំពីរូបទាំង28ដែលមានឈ្មោះផ្សេងគ្នាដោយសេចក្តីសង្ខេបតែប៉ុណ្ណេះឯសេចក្តីប្រែអធិប្បាយនោះលោកអ្នកសិក្សារៀនសូត្របរមត្ថព្រះអភិធម្មត្រូវសង្កេតយកសេចក្តីអត្តរសចំពោះក្នុងសេចក្តីប្រែអធិប្បាយចំពោះមហាភូតរូបនិងឧបាទយរូបទាំង28ខាងដើមនោះចុះសេចក្តីដូចគ្នាទេសំណួរទី72ធម្មវិទីបានស្ដាប់ហើយសួរតទៅទៀតថាមនាលអដ្ឋវិទីចុះរូបកលាបៈសំណុំរូបទាំង21ពួកគឺសំណុំរូបដែលកើតឡើងព្រមដោយកម្មមានប៉ុន្មានពួកសំណុំរូបដែលកើតឡើងព្រមដោយចិត្តមានប៉ុន្មានពួកសំណុំរូបដែលកើតឡើងព្រមដោយរដូវមានប៉ុន្មានពួកសំណុំរូបដែលកើតឡើងព្រមដោយអាហារមានប៉ុន្មានពួកក្នុងមួយពួកមានរូបប៉ុន្មានរូបរួបរวมទាំងអស់មានចំនួនប៉ុន្មានចូលលោកវិសាចនាមកឲ្យសពគ្រប់យើងនឹងបានស្ដាប់ចូលចិត្តផងមើលអដ្ឋវិទីវិសាចនាតបថាបពុទ្ធធម្មវិទីឯសំណុំរូបទី1ដែលកើតឡើងព្រមដោយកម្មនោះមាន9ពួកគឺ1ប្រជុំសំណុំរូបមានចក្ខុរូបជាគម្រប់10
គឺបតវ័យធាតុរូប1អបោធាតុរូប1តេជោធាតុរូប1វិយោធាតុរូប1វណ្ណៈរូប1កន្ធៈរូប1រសៈរូប1អោជារូប1ជីវិតរូប1ចក្ខុរូប1ត្រូវជា10ឈ្មោះថាចក្ខុទេសកៈ 2. ប្រជុំសំណុំរូបមានសោតរូបជាគម្រប់10គឺបតវ័យធាតុរូប1អបោធាតុរូប1លៈជីវិតរូប1សោតរូប1ត្រូវជា10ឈ្មោះថាសោតទេសកៈ ទី 3 ប្រជុំសំណុំរូបមានខៀនរូបជាគម្រប់10គឺបតវ័យធាតុរូប1អបោធាតុរូប1លៈជីវិតរូប1ខៀនរូប1ត្រូវជា10ឈ្មោះថាខៀនទេសកៈ 4. ប្រជុំសំណុំរូបមានជីវហារូបជាគម្រប់10គឺបតវ័យធាតុរូប1អបោធាតុរូប1លៈជីវិតរូប1ជីវហារូប1ត្រូវជា10ឈ្មោះថាជីវហាទេសកៈ 5. ប្រជុំសំណុំរូបមានកាយរូបជាគម្រប់10គឺបតវ័យធាតុរូប1អបោធាតុរូប1លៈជីវិតរូប1កាយរូប1ត្រូវជា10ឈ្មោះថាកាយទេសកៈ 6. ប្រជុំសំណុំរូបមានអត្ថិភាវៈរូបជាគម្រប់10គឺបតវ័យធាតុរូប1អបោធាតុរូប1លៈជីវិតរូប1អត្ថិភាវៈរូប1ត្រូវជា10ឈ្មោះថាអត្ថិភាវៈទេសកៈ 7. ប្រជុំសំណុំរូបមានពមៈភាវរូបជាគម្រប់10គឺបតវ័យធាតុរូប1អបោធាតុរូប1លៈជីវិតរូប1ពមៈភាវៈរូប1ត្រូវជា10ឈ្មោះថាពមៈភាវៈទេសកៈ 8. ប្រជុំសំណុំមានរូបហត្ថយៈជារូបគម្រប់10គឺបតវ័យធាតុរូប1អបោធាតុរូប1លៈជីវិតរូប1ហត្ថយៈរូប1ត្រូវជា10ឈ្មោះថាវត្ថុទេសកៈ 9. ប្រជុំសំណុំរូបមានជីវិតរូបជាគម្រប់9គឺបតវ័យធាតុរូប1អបោធាតុរូប1លៈអោជារូប1ជីវិតរូប1ត្រូវជា9ឈ្មោះថាជីវិតនវកៈ បូករួមសំណុំរូបទាំង9ពួកនេះជារូបរាយមានចំនួន89គត់បានឈ្មោះថាកម្មសមុដ្ឋានកលាបៈជាសំណុំរូបកើតឡើងព្រមគ្នាដោយកម្លាំងនៃកុសលកម្មនិងអកុសលកម្មតតែងឲ្យកើតឡើងដោយពិតសំណុំរូបទី2ដែលកើតឡើងព្រមដោយចិត្តមាន6ពួកគឺ1ប្រជុំសំណុំអនិ1ប្រជុំសំណុំអវិនិភោគរូបសុទ្ធដែលជារូបមិនត្រូវចំណែកចែកទៅផ្សេងទាំង8គឺបតវ័យធាតុរូប1អបោធាតុរូប1តេជោធាតុរូប1វិយោធាតុរូប1វណ្ណៈរូប1កន្ធៈរូប1រសៈរូប1ឲ្យជារូប1រូបទាំង8នេះឲ្យឈ្មោះថាសទ្ធកៈរូបជាសំណុំអវិនិភោគរូបទាំង8សតរូបដតីពីនេះឲ្យឈ្មោះថាវិនិភោគរូបជារូបត្រូវចំណែកចែកទៅតាមលំដាប់រូបផ្សេង 2. ប្រជុំសំណុំរូបមានកាយវិញ្ញតរូបជាគម្រប់9គឺបតវ័យរូប1អបោធាតុរូប1លៈឲ្យជារូប1កាយវិញ្ញតរូប1ត្រូវជា9ឈ្មោះថាកាយវិញ្ញតនវកៈ 3. ប្រជុំសំណុំរូបមានវិជ័យវិញ្ញតរូបជាគម្រប់10គឺបតវ័យធាតុរូប1អបោធាតុរូប1លៈវិជ័យវិញ្ញតរូបមានសត្យរូប1ត្រូវជា10ឈ្មោះថាវិជ័យវិញ្ញតទេសកៈ 4. ប្រជុំសំណុំសទ្ធៈប្រជុំសំណុំសទ្ធតកៈរូប8មានវិការៈរូប3ជាគម្រប់11គឺបតវ័យធាតុរូប1អបោធាតុរូប1លៈលហុតារូប1មុទុតារូប1កម្មញ្ញតារូប1ត្រូវជា11ឈ្មោះថាអេកាទេសកៈ 5. ប្រជុំសំណុំសទ្ធតកៈរូប8មានវិញ្ញតរូប1វិការៈរូប3ជាគម្រប់12គឺបតវ័យធាតុរូប1លៈកាយវិញ្ញតរូប1វិការៈរូប3ត្រូវជា12ឈ្មោះថាទ្វាទេសកៈ 6. ប្រជុំសំណុំរូប13គឺសទ្ធតកៈរូប8វិជ័យវិញ្ញតរូប1សត្យរូប1វិការៈរូប3ត្រូវជា13ឈ្មោះថាតេរសកៈបូករួមសំណុំរូបទាំង6ពួកនេះជារូបរាយមានចំនួន63គត់បានឈ្មោះថាចិត្តសមុដ្ឋានកលាបៈជាសំណុំរូបកើតឡើងព្រមដោយកម្លាំងនៃចិត្តតតែងឲ្យកើតឡើងដោយពិតសំណុំរូបទី3ដែលកើតឡើងព្រមដោយរដូវមានចំនួន4ពួកគឺ1ប្រជុំសំណុំអវិនិភោគរូបទាំង8សតគឺបតវ័យធាតុរូប1លៈឲ្យជារូប1ត្រូវជា8ឈ្មោះថាសទ្ធតកៈប្រជុំសំណុំអវិនិភោគរូបសត្វមានសត្យរូបជាគម្រប់9គឺបតវ័យធាតុរូប1លៈ
សត្វរូបមួយត្រូវជា9ឈ្មោះថាសត្តនវកៈ3ប្រជុំសំណុំអវិនិភោគៈរូប8សត្វមានវិការៈរូប3ជាគម្រប់11គឺបតវ័យធាតុរូប1លក្ខកម្មញ្ញតារូប1ត្រូវជា11ឈ្មោះថាឯកាទេសកៈ4ប្រជុំសំណុំអវិនិភោគៈរូប8សត្វមានសត្តរូប1និងវិការៈរូប3ជាគម្រប់12គឺបតវ័យធាតុរូប1លក្ខកម្មញ្ញតារូប1ត្រូវជា12ឈ្មោះថាទ្វាទេសកៈបូករួមសំណុំរូបទាំង4ពួកនេះជារូបរាយមានចំនួន40គត់បានឈ្មោះថាឧតុសមុដ្ឋានកលាបៈជាសំណុំរូបកើតឡើងព្រមដោយកម្លាំងនៃរដូវតតែងឲ្យកើតឡើងដោយពិតសំណុំរូបទី4ដែលកើតឡើងព្រមដោយអាហារនោះមាន2ពួកគឺ1ប្រជុំសំណុំអវិនិភោគៈរូបទាំង8សត្វគឺបតវ័យធាតុរូប1លក្ខឲ្យជារូប1ត្រូវជា8ឈ្មោះថាសទ្ធថកៈ2ប្រជុំសំណុំអវិនិភោគៈរូបទាំង8សត្វមានវិការៈរូប3ជាគម្រប់11គឺបតវ័យធាតុរូប1លក្ខកម្មញ្ញតារូប1ត្រូវជា11ឈ្មោះថាឯកាទេសកៈបូករួមសំណុំរូបទាំងពីរពួកនេះជារូបរាយមានចំនួន19គត់បានឈ្មោះថាអាហារសមុដ្ឋានកលាបៈជាសំណុំរូបកើតឡើងព្រមដោយអាហារតតែងឲ្យកើតឡើងដោយពិតវិសាចនាមកអំពីរូបកលាបៈសំណុំរូបទាំង21ពួកគឺកម្មសមុដ្ឋានកលាបៈ9ពួកចិត្តសមុដ្ឋានកលាបៈ6ពួកឧតុសមុដ្ឋានកលាបៈ4ពួកអាហារសមុដ្ឋានកលាបៈ2ពួកត្រូវជា21ពួកចែកជារូបរាយមានចំនួន211រូបដោយសេចក្តីសង្ខេបតែប៉ុណ្ណេះឯងសំណួរទី73ធម្មវិទីបានស្ដាប់ហើយពោលថាអត្ថវិទីលោកវិសាចនាមកនេះយើងស្ដាប់បានហើយតែយើងនៅសង្ស័យនឹងឈ្មោះរូបទាំង4តទៅទៀតគឺកម្មមច្ចរូបរូបកើតដោយកម្ម1ចិត្តចរូបរូបកើតឡើងដោយចិត្ត1ឧតុចរូបរូបកើតឡើងដោយរដូវ1អាហាររូបរូបកើតឡើងដោយអាហារ1ក៏រូបទាំង4នេះមានសេចក្តីប្រែអធិប្បាយនឹងចំនួនរូបដោយរូបកលាបៈសំណុំទាំង4ផ្នែកមានកម្មសមុដ្ឋានកលាបៈជាដើមនោះដែរឬផ្សេងគ្នាយ៉ាងណាខ្លះចូលលោកវិសាចនាឲ្យច្បាស់លាស់មកយើងនឹងបានស្ដាប់ចូលចិត្តផងមើលអត្ថវិទីវិសាចនាតបថាបបិទ្ធធម្មវិទីឲ្យឈ្មោះរូបទាំង4នេះមានសេចក្តីប្រែអធិប្បាយនឹងចំនួនរូបពុំបានដោយរូបកលាបៈសំណុំរូបទាំង4ផ្នែកមានកម្មសមុដ្ឋានកលាបៈជាដើមនោះទេដោយមានសេចក្តីប្រែអធិប្បាយខ្លះតទៅនេះទី1កម្មមច្ចរូបរូបកើតអំពីកម្មនោះមានចំនួន18គឺហត្ថជៈរូប1អថេភៈភាវៈរូប1ពុំមៈភាវៈរូប1ជីវិតរូប1ចក្ខុប្រសាទរូប1សោតប្រសាទរូប1ឃានប្រសាទរូប1ជីវហាប្រសាទរូប1កាយប្រសាទរូប1បតវ័យធាតុរូប1អបោធាតុរូប1តេជោធាតុរូប1វិយោធាតុរូប1វណ្ណៈរូប1គឺពណ៌សម្បុរផ្សេងមានពណ៌សខ្មៅជាដើម1គន្ធៈរូបគឺក្លិនផ្សេងមានក្លិនក្រអូបប្រហើរជាដើមរសៈរូបគឺជាតិឆ្ងាញ់ពិសាដែលកើតមានក្នុងអាហារទាំងពួងដែលបុគ្គលធ្វើឲ្យជាពំនូតដុំឬថាធ្វើផ្សំគ្រឿងជាសម្លឲ្យជាម្ហូបទឹករាវដល់ក្រូតក្រៀតហើយបរិភោគលេបចូលទៅតាមបំពង់កធ្លាក់ចុះទៅស្ថិតនៅក្នុងក្រពះបាយទឹកបានឈ្មោះថារសៈរូប1ឲ្យជារូបឈ្មោះថារសៈរូប1ឲ្យជារូបគឺជាតិដែលឆ្ងាញ់ពិសាយ៉ាងល្អិតផូរផង់ចំហាយចេញពីរសរូបផ្សាយជ្រួតជ្រាបទៅតាមជួរសរសៃធំតូចទាំងអស់ជាគ្រឿងរក្សានៅសរីរកាយជាទឹកកម្លាំងដ៏រុងរឿងចិញ្ចឹមរក្សាជីវិតជាធម្មជាតិធ្វើឲ្យជីវិតឲ្យប្រព្រឹត្តរស់នៅជាប្រក្រតីបានឈ្មោះថាឲ្យជារូប1អាកាសរូបគឺអាកាសធាតុដែលមាននៅក្នុងចន្លោះនៃសរីរកាយមួយរូបទាំង18នេះបានឈ្មោះថាកម្មមច្ចរូបជារូបកើតឡើងដោយកម្លាំងនៃកុសលកម្មនិងអកុសលកម្មតតែងឲ្យកើតឡើងទី2ចិត្តចរូបកើតអំពីចិត្តនោះមានចំនួន15គឺបតវ័យធាតុរូប1អបោធាតុរូប1តេជោធាតុរូប1វិយោធាតុរូប1វណ្ណៈរូប1គន្ធៈរូប1រសៈរូប1ឲ្យជារូប1សត្តរូប1អាកាសរូប1កាយវិញ្ញាតរូប1វិជ័យវិញ្ញាតរូប1លហុតារូប1មុទុតារូប1កម្មញ្ញតារូប1រូបទាំង15នេះបានឈ្មោះថា
ចិត្តតជារូបកើតឡើងដោយកម្លាំងនៃចិត្តតតែងឲ្យកើតឡើងទី3ឧតុជារូបកើតអំពីរដូវនោះមានចំនួន13គឺបថវ័យធាតុរូប1អបោធាតុរូប1តេជោធាតុរូប1វិយោធាតុរូប1វណ្ណៈរូប1កន្ធៈរូប1រសៈរូប1អោជារូប1សត្យរូប1អាកាសរូប1លហុតារូប1មុទុតារូប1កម្មញ្ញតារូប1រូបទាំង13នេះបានឈ្មោះថាឧតុជារូបកើតឡើងដោយកម្លាំងនៃរដូវតតែងឲ្យកើតឡើង4អាហារជារូបកើតដោយអាហារនោះមានចំនួន12គឺបថវ័យធាតុរូប1អបោធាតុរូប1តេជោធាតុរូប1វិយោធាតុរូប1វណ្ណៈរូប1កន្ធៈរូប1រសៈរូប1អោជារូប1អាកាសរូប1លហុតារូប1មុទុតារូប1កម្មញ្ញតារូប1រូបទាំង12នេះបានឈ្មោះអាហារជារូបកើតឡើងដោយកម្លាំងនៃអាហារតតែងឲ្យកើតឡើងបូករួមទាំងអស់ត្រូវជារូបរាយមានចំនួន58ដោយសង្ខេបតែប៉ុណ្ណេះឯងសំណួរទី74ធម្មវេទីបានស្ដាប់ហើយសួរតទៅទៀតថាមនាលអត្ថវេទីចុះសត្វទាំងឡាយដែលកើតឡើងក្នុងកាមភពនេះមានរូបទាំង28កើតឡើងគ្រប់ពេញបរិបូរណ៍ឬខ្វះខ្លះដែរសត្វទាំងឡាយដែលកើតឡើងក្នុងរូបភពមានរូបប៉ុន្មានខ្វះរូបប៉ុន្មានអសញ្ញ័យសត្វទាំងឡាយមានរូបប៉ុន្មានខ្វះរូបប៉ុន្មានសត្វទាំងឡាយដែលកើតក្នុងរូបភពមានខ្លះដែរឬគ្មានសោះទេចូលលោកវិសាចនីឲ្យសពគ្រប់មកយើងនឹងបានស្ដាប់ចូលចិត្តផងមើលអត្ថវេទីវិសាចនីតបថាបបិទ្ធធម្មវេទីសត្វទាំងឡាយដែលកើតឡើងក្នុងកាមភពនេះមានរូបទាំង28កើតឡើងគ្រប់ពេញបរិបូរណ៍ខ្លះមិនពេញបរិបូរណ៍ខ្លះដោយកម្លាំងនៃកុសលកម្មនិងអកុសលកម្មតតែងឲ្យរូបកើតឡើងផ្សេងគ្នាឯសត្វទាំងឡាយដែលកើតឡើងក្នុងរូបភពនោះមានតែរូប23គត់ខ្វះរូប5គឺឃានប្រសាទរូប1ជីវហាប្រសាទរូប1កាយប្រសាទរូប1អដ្ឋិភិវៈរូប1បំមភិវៈរូប1រូបទាំង5នេះពុំបានកើតឡើយអសញ្ញ័យសត្វមានតែរូប17គត់ខ្វះរូប11គឺឃានប្រសាទរូប1ជីវហាប្រសាទរូប1កាយប្រសាទរូប1អដ្ឋិភិវៈរូប1បំមភិវៈរូប1ចក្ខុប្រសាទរូប1សោតប្រសាទរូប1ហត្ថយវត្ថុរូប1សត្យរូប1កន្ធៈរូប1រសៈរូប1រូបទាំង11នេះពុំបានកើតឡើយសត្វដែលកើតក្នុងអរូបភពពុំមានរូបអ្វីបន្តិចបន្តួចឡើយមានតែចិត្តជាអាយតនៈនិងសញ្ញាបន្តិចបន្តួចប៉ុណ្ណោះឯងវិសាចនាមកអំពីសត្វទាំងឡាយដែលកើតក្នុងភពទាំង3មានរូបតិចច្រើនផ្សេងគ្នានិងអរូបសោះដោយសង្ខេបតែប៉ុណ្ណេះឯងសំណួរទី75ធម្មវេទីបានស្ដាប់ហើយសួរប្រស្នាតទៅទៀតថាមនាលអត្ថវេទីយើងនៅមានសេចក្តីសង្ស័យនឹងអនុបានទិនករូបតទៅទៀតតែត្រង់រូប28ដែលចែកជាកម្មមជ្ឈរូប18ឈ្មោះថាឧបាទនករូបអកម្មញ្ញរូប12ឈ្មោះថាអនុបាទនករូបសេចក្តីនេះយើងពុំបានសង្ស័យឡើយព្រោះរូបទាំង28នេះកើតឡើងដោយបច្ច័យ4មានកម្មជាដើមដោយពិតយើងសង្ស័យតែត្រង់អនុបាទនករូបសត្វដែលជារូបឥតមានជីវិតនិងវិញ្ញាណអ្វីកើតឡើងជាមួយអាស្រ័យនៅជួយឧបត្ថម្ភទំនុកបំរុងថែរក្សានោះសោះទេដូចយ៉ាងរុក្ខជាតិលតាជាតិធញ្ញជាតិតិណជាតិបថវ័យជាតិបសនជាតិពពតជាតិជាដើមមានសភាវៈអ្វីជាបច្ច័យរស់នៅអាស្រ័យនឹងវត្ថុអ្វីមានរូបប្រមាណចូលលោកវិសាចនីឲ្យច្បាស់លាស់មកយើងនឹងបានស្ដាប់ចូលចិត្តផងមើលអត្ថវេទីវិសាចនីតបថាបបិទ្ធធម្មវេទីតាមន័យបរមត្ថព្រះអភិធម្មលោកពន្យល់ដូចមានបាលីថារុក្ខពពតាទីសុវិនាលហុតាទិតយ៉ាងសេចក្តីអធិប្បាយថាវាលែងតែវិការៈរូប3គឺលហុតារូប1មុទុតារូប1កម្មញ្ញតារូប1ចេញឯអនុបាទនករូបសុទ្ធទាំងអស់មានរុក្ខជាតិនិងពពតជាតិជាដើមកើតឡើងដោយរដូវត្រជាក់និងក្តៅជាបច្ច័យផ្សាយមកអំពីស័កសម្ភារៈធាតុដែលប្រជុំព្រមគ្នាតាក់តែងឲ្យអនុបាទនករូបសុទ្ធកើតឡើងមានចំនួន10ដោយសង្ខេបតាមន័យនេះឃើញថារុក្ខជាតិទាំងឡាយគឺដើមឈើតូចធំក្តី
លក្ខតាជាតិទាំងឡាយគឺវល្លិតូចធំក្តីធញ្ញជាតិទាំងឡាយគឺស្រូវខ្សាយស្រូវដំណើបជាដើមក្តីតនជាតិទាំងឡាយគឺស្មៅតូចធំក្តីបថវ័យជាតិទាំងឡាយគឺដីខ្សាច់ដីស្កិនដេងជាដើមក្តីបាសានជាតិទាំងឡាយគឺថ្មឬដុំគ្រួសតូចធំជាដើមក្តីពពតជាតិទាំងឡាយគឺភ្នំតូចធំជាដើមក្តីដែលនឹងកើតឡើងគឺកើតឡើងដោយរដូវត្រជាក់និងក្តៅជាចំហាយផ្សាយមកអំពីសសម្ភារៈធាតុទាំង4គឺដីខ្សាច់ដីកណ្ដេងដីរបាយដែលទន់ជ្រាយឬរឹងក្តីដែលជាសសម្ភារៈធាតុជារូបត្រត្រង់នៅភាវៈទឹកភ្លើងខ្យល់ប្រជុំព្រមលាយចូលគ្នាប្រព្រឹត្តទៅជាមួយនឹងដីបានឈ្មោះថាបតវ័យធាតុមួយជាតិទឹកដែលរាវគឺទឹកសមុទ្រទឹកទន្លេទឹកស្ទឹងបឹងឬទឹកភ្លៀងក្តីដែលជាសសម្ភារៈធាតុជារូបត្រត្រង់នៅភារៈដីភ្លើងខ្យល់ប្រជុំព្រមលាយចូលគ្នាប្រព្រឹត្តទៅជាមួយនឹងទឹកបានឈ្មោះថាអបោធាតុមួយជាតិកម្ដៅព្រះអាទិត្យកម្ដៅភ្លើងទាំងពួងក្តីដែលជាសសម្ភារៈធាតុជារូបត្រត្រង់នៅភារៈដីទឹកខ្យល់ប្រជុំព្រមលាយចូលគ្នាប្រព្រឹត្តទៅជាមួយគ្នានឹងកម្ដៅបានឈ្មោះថាតេជោធាតុមួយជាតិខ្យល់ព្យុះក្តីខ្យល់បក់ទៅមកជាធម្មតាក្តីខ្យល់កើតដោយឫទ្ធិទេវតាមានវតពលយហកទេវតាជាដើមក្តីដែលជាសសម្ភារៈធាតុជារូបត្រត្រង់នៅភារៈដីទឹកភ្លើងប្រជុំព្រមលាយចូលគ្នាប្រព្រឹត្តទៅជាមួយនឹងខ្យល់បានឈ្មោះថាវាយោធាតុមួយក៏ធាតុទាំង4នេះចែកជា2ផ្នែកគឺខាងក្នុង4ខាងក្រៅ4ប្រជុំព្រមស្មើគ្នាក្នុងទីជាមួយគ្នាគឺថាធាតុ4ខាងក្នុងផ្សំនឹងធាតុ4ខាងក្រៅជក់ជ្រាបចូលគ្នាព្រមស្មើភាគគ្នាកើតជាចំហាយផ្សាយឡើងជារដូវទាំង3គឺហេមន្តរដូវ1គិមហន្តរដូវ1វសន្តរដូវ1គឺរដូវទាំង3នេះជាបច្ច័យឲ្យដុះលូតលាស់កើតឡើងជារុក្ខជាតិលក្ខតាជាតិធញ្ញជាតិតនជាតិបថវ័យជាតិបាសនជាតិពពតជាតិផ្សេងជាដំបូងតាំងពីបឋមកមកលុះដល់ជាតិឈើជាតិវល្លិជាតិស្រូវជាតិស្មៅជាដើមកើតមានឡើងពេញបរិបូរណ៍ហើយទើបលោកកំណត់កាន់យកគ្រាប់នឹងដើមវាជាពូជគឺថាគ្រាប់នឹងដើមវាជាធាតុ4ខាងក្នុងមិនខូចខ្វះធាតុមានដីទឹកភ្លើងខ្យល់ពេញបរិបូរណ៍ឯធាតុទាំង4នេះតែខ្វះធាតុណាមួយហើយលោកវោហាតែងហៅថាពូជស្អុយដាំពុំដោះឡើយព្រោះថាពូជគ្រាប់និងពូជដើមដែលមានធាតុទាំង4ខាងក្នុងគ្រប់គ្រាន់បរិបូរណ៍ហើយយកទៅដាំក្នុងផែនដីដែលជាធាតុ4ខាងក្រៅផ្សំធាតុខាងក្នុង4និងធាតុខាងក្រៅ4ជាធាតុទាំង8ប្រជុំព្រមស្មើកើតជាចំហាយផ្សាយទៅតាមរដូវត្រជាក់និងរដូវក្តៅកើតជាពន្លកដុះទៅជាកូនឈើផ្សេងតាមពូជគ្រាប់បើពូជដើមនិងពកជាពន្លកបែកជាខ្នែងដុះទៅជាកូនឈើផ្សេងតាមពូជដើមជាដើមក៏ជាតិទាំង4យ៉ាងមានរុក្ខជាតិជាដើមនោះដែលនឹងប្រព្រឹត្តរស់នៅព្រោះតែអាស្រ័យនៅធាតុទាំង4ជាខាងក្រៅតែខ្វះធាតុណាមួយនឹងស្វិតស្រពោនស្ងួតក្រៀមងាប់ទៅជាធម្មតាដោយពិតឯបថវ័យជាតិបាសនជាតិនិងពពតជាតិនេះมันមានគ្រាប់ឬដើមជាពូជឡើយមានតែធាតុទាំង4ខាងក្នុងបានអាស្រ័យនឹងធាតុទាំង4ខាងក្រៅផ្សំចូលគ្នាជា8កើតជាចំហាយផ្សាយទៅរីកធំក្រាស់ឡើងលោកវោហាតែងហៅថាដីដុះថ្មដុះភ្នំដុះភ្នំក្រាស់ខ្ពស់ឡើងជាធម្មតាលោកក៏សភាវៈទាំងអស់នេះជាធម្មតាលោកក៏សភាវៈទាំងអស់នេះបានឈ្មោះថាអនុបាទនករូបជារូបកើតឡើងដោយរដូវតតែងឲ្យកើតឡើងដោយពិតឯអនុបាទនករូបសុទ្ធទាំង10ដោយសង្ខេបនោះគឺបតវ័យធាតុជាតិដីជារូបត្រត្រង់នៅភាវៈទឹកភ្លើងខ្យល់ប្រជុំព្រមប្រព្រឹត្តទៅជាមួយគ្នានឹងដីជាលក្ខណៈមួយអបោធាតុរូបជាតិទឹកទាំងអស់ជារូបត្រត្រង់នៅភាវៈដីភ្លើងខ្យល់ប្រជុំព្រមប្រព្រឹត្តទៅជាមួយនឹងទឹកជាលក្ខណៈមួយដែលចូលធាតុមួយជាតិភ្លើងជារូបត្រត្រង់នៅភារៈដីទឹកខ្យល់ប្រជុំព្រមប្រព្រឹត្តជាមួយនឹងភ្លើងជាលក្ខណៈមួយវាយោធាតុរូបជាតិខ្យល់ជារូបត្រត្រង់នៅភារៈដីទឹកភ្លើង
ប្រជុំប្រព្រឹត្តទៅជាមួយនឹងខ្យល់ជាលក្ខណៈមួយវណ្ណរូបជារូបមានពណ៌សម្បុរផ្សេងគ្នាមានពណ៌សក្រហមលឿងជាដើមគុណធរូបមួយជាដើមមួយកន្ធរូបជារូបមានក្លិនផ្សេងគ្នាមានក្លិនក្រអូបជាដើមមួយរសរូបជារូបមានរសជាតិឬជាប់ផ្សេងមានរសជាតិជូរចត់ល្វីងជាដើមមួយឲ្យជារូបមានជីជាតិផ្សេងមានជាជីកើតអំពីធាតុខាងក្រៅជក់ជ្រាបផ្សាយចូលទៅកាន់ធាតុខាងក្នុងមានឫសគល់ដើមមែកជាដើមជាគ្រឿងរក្សានៃជាតិទាំងឡាយមានរុក្ខជាតិលក្ខតាជាតិជាដើមនោះឲ្យស្រស់រស់នៅជាប្រកដីមិនបានឲ្យរញោមស្វិតស្រពោនងាប់ទៅមួយសត្វរូបជារូបមានបញ្ចេញនៅសន្ធឹកសំឡេងផ្សេងលាន់លឺចេញពីមែកសន្លឹកជាដើមដោយខ្យល់ឬព្យុះជាធាតុខាងក្រៅបក់ផ្សាយមកត្រូវមួយអាកាសរូបមួយជារូបអាកាសវាលទទេធាតុត្រត្រង់នៅជាចន្លោះខាងក្នុងដើមសម្រាប់ផ្លូវខ្យល់ចេញចូលជាធម្មតាមួយក៏រូបទាំង10នេះបានឈ្មោះថាអនុបាទនគររូបសត្វជារូបឥតមានជីវិតវិញ្ញាណអ្វីនៅអាស្រ័យជាមួយផងសោះក៏គង់ដោះកិច្ចវេះជៀសចេញអំពីអនិច្ចលក្ខណៈពុំរួចធ្លាក់ទៅនៅក្នុងសេចក្តីមិនទៀងជាលក្ខណៈតែវិញ្ញាសាបសូន្យរលាយបាត់ទៅដោយពិតនឹងនិយាយស្ដីទៅថ្វីដល់ឧបាទនគររូបដែលជារូបមានជីវិតវិញ្ញាណកើតឡើងព្រមគ្នាសេចក្តីចាស់ជរាបជាធិចេះតែដេញតាមញឹកញយជាប់ជានិច្ចនឹងបណ្ដោយទៅតាមសេចក្តីប្រមាទដូចម្ដេចបានវិសាចនាមកអំពីអនុបាទនគររូបសុទ្ធទាំង10ដោយសេចក្តីសង្ខេបតែប៉ុណ្ណេះឯងសូមរងចាំសិក្សាវីដេអូបន្ទាប់នាងខ្ញុំសូមខន្តីអភ័យទោសចំពោះរាល់កំហុសឆ្គងដែលអាចកើតឡើងដោយចេតនាក្តីដោយអចេតនាក្តីធម្មទានរមែងឈ្នះអស់ទានទាំងពួងសូមអនុមោទនា